សកម្មភាពជើងខ្លាំងគុនខ្មែរ5រូបទៅប្រកួតនៅលើទឹកដី USA គឺការវឹកហាត់ត្រៀមខ្លួនរួចរាល់ហើយប្រិយមិត្តបងប្អូនគឺការប្រកួតនៅទីក្រុងតាកូម៉ារដ្ឋ Washington ដែលត្រៀមនឹងការប្រកួតគុនខ្មែរយើងណាប្រិយមិត្តបងប្អូនហើយនៅក្នុងហ្នឹងគឺមានកីឡាករលំដាប់ដែលចូលរួមប្រកួតមានដូចជាកបិប្រៃពេជ្រសម្បត្តិលូនបញ្ញាឡាវចន្ទ្រាហើយនាងនីសង្ហាឡាវចន្ទ្រាហើយនឹងកីឡាករករណីមួយទៀតគឺអេយ៉ានុតហើយត្រៀមការប្រកួតនេះសិតតែការប្រកួតវីដណ្ដើមខ្សែក្រវ៉ាត់ពិសេសកីឡាករគុនខ្មែរយើង5រូបទៅលើកនេះគាត់មានភាគរយខ្ពស់ថានឹងទទួលជ័យជំនះទៅលើដៃគូប្រកួតប៉ុន្តែខាងគេគុំធម្មតាដែរបងប្អូនខាងកីឡាករសហរដ្ឋអាមេរិកហ្នឹងគឺជាជើងខ្លាំងសុទ្ធតែម្ចាស់ខ្សែក្រវ៉ាត់ច្រើនស្ថាប័នដែរម្នាក់ហើយនៅក្នុងហ្នឹងគឺកីឡាករគុនខ្មែរយើងគឺដណ្ដើមខ្សែក្រវ៉ាត់យូស៊ីនកាគឺដណ្ដើម3រូបហើយនឹងដណ្ដើមខ្សែក្រវ៉ាត់សហព័ន្ធគុនខ្មែរ2រូបដែលត្រៀមមកការប្រកួតពេញលេងបងប្អូនគូសុទ្ធតែលំដាប់ដាក់ចូលរួមប្រកួតហើយកុំភ្លេចចាំទស្សនាដល់គ្នាបងប្អូនហើយការផ្សាយនេះផ្សាយចេញពីប៉ុស្តិ៍ទូរទស្សន៍ BTV ហើយនឹងខាង page ផ្លូវការសហព័ន្ធគុនខ្មែរហើយថ្ងៃការប្រកួតមហាព្រឹត្តិការណ៍គ្រុឌគុនខ្មែរ vs ជាមួយនឹងខាង USA នេះគឺជាការប្រកួតនៅថ្ងៃទី31ខែឧសភាឆ្នាំ2025នេះហើយត្រូវនឹងថ្ងៃទី1មិថុនាហ្នឹងឆ្នាំ2025គឺចាប់ពីវេលាម៉ោង7ព្រឹកតទៅនៅកម្ពុជាយើងត្រៀមបងប្អូនការប្រកួតគុនខ្មែរប៉ះមួយ USA ហើយវិញតាមខ្សែក្រវ៉ាត់ហើយពិសេសគូដែលខកបំណងជាងគេនោះគឺគូកបៃប្រៃពេជ្រសម្បត្តិគឺដំបូងខាងប្រធានសហព័ន្ធគុនខ្មែរយើងបានបង្ហើបថាជាការប្រកួតវីដណ្ដើមខ្សែក្រវ៉ាត់ WBC ប៉ុន្តែខាងស្ថាប័ន WBC របស់មួយថៃហ្នឹងគេទៅល្បិចដោយកីឡាករគុនខ្មែរយើងកបៃប្រៃពេជ្រសម្បត្តិហ្នឹងប្រកួតប៉ះជាមួយនឹងជើងខ្លាំងសហរដ្ឋអាមេរិកនឹងទេព្រួយខ្លាចកបៃប្រៃពេជ្រសម្បត្តិឈ្នះខ្សែក្រវ៉ាត់ WBC ទៅគឺក្រងនៅទៅគឺខាងស្ថាប័នគេហ្នឹងគឺបងប្អូនដឹងហើយមកជាមុនអង្គការស្រីអន្តនគាត់បានតាក់ទងជាមួយនឹងស្ថាប័ន WBC យកមកប្រកួតប្រទេសកម្ពុជាហើយខាងស្ថាប័ន WBC ហ្នឹងគាត់ឲ្យខ្សែក្រវ៉ាត់ WBC មួយជាអនុស្សាវរីយ៍អញ្ចឹងណាដល់អង្គការស្រីអន្តនគាត់តែប៉ុណ្ណឹងផងខាងថៃគេនៅមិនសុខដេកមិនលក់បកមិនហើយរឿងខ្សែក្រវ៉ាត់ WBC ចោះតម្រាំបើកបីប្រៃពេជ្រសម្បត្តិប្រកួតឈ្នះកីឡាករលំហិលដែលជាជើងខ្លាំងរបស់សហរដ្ឋអាមេរិកទៀតដឹងយ៉ាងណាកន្លងមកគឺខាងថៃឲ្យខ្មែរយើងដើមដែរ WBC ដូចបើសខឹមពុតសម្បូរហ្នឹងប៉ុន្តែគេឲ្យទៅជួបសិតតែរបស់ពិតគេបងប្អូនមិនមែនលំទេហើយកបៃប្រៃពេជ្រសម្បត្តិបើបានដើមខ្សែក្រវ៉ាត់ WBC ពិតជាល្អខ្លាំងតែប៉ុន្តែខកម្ដងដោយសារតែខាងថៃហ្នឹងគេបិទមិនឲ្យដើមទេព្រោះខាងថៃខ្លាចឲ្យយើងឈ្នះខ្សែក្រវ៉ាត់អញ្ចឹងបានក្រងខ្សែក្រវ៉ាត់ WBC ហ្នឹងអញ្ចឹងទៅហើយមានព័ត៌មានបន្តចែកជូនបងប្អូនកុំភ្លេចចុច Subscribe ណាមួយផងอยากដឹងនៅព័ត៌មានថ្មីហើយកុំភ្លេចចាំទស្សនាការប្រកួតគុនខ្មែរ vs USA ទាំងអស់គ្នាបងប្អូន